នឹងឯសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការអាប់ដេតថ្មីឡើងវិញបាទពីរបៀបនៃការបង្កើតនៅ Exchange Binance ខ្ញុំឃើញគ្នាយើងច្រើនដែលគាត់បានធ្វើការបង្កើតនៅ Exchange មួយនេះប៉ុន្តែការបង្កើតរបស់គាត់គឺជោគជ័យត្រឹមតែមួយជំហានតែប៉ុណ្ណោះមានន័យថាគាត់ធ្វើការចុះឈ្មោះដោយប្រើ email ឬក៏ប្រើលេខទូរស័ព្ទណាគឺជោគជ័យឯប៉ុន្តែអ្វីដែលសំខាន់គឺគាត់មិនទាន់បានធ្វើ KYC ឲ្យទទួលបានជោគជ័យឡើយអញ្ចឹងហើយទោះបីជាអ្នកទាំងអស់គ្នាធ្វើការចុះឈ្មោះដោយប្រើ email នេះជោគជ័យក៏ដោយអ្នកទាំងអស់គ្នាមិនអាចធ្វើការប្រើការបានឡើយព្រោះ Exchange Binance គឺវាមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណាឲ្យជោគជ័យក្នុងការបង្កើត Exchange មួយនេះឲ្យទទួលបានជោគជ័យទាំងការចុះឈ្មោះទាំងការបំពេញនៅ KYC អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការអាប់ដេតថ្មីឡើងវិញថាតើអ្នកទាំងអស់គ្នាត្រូវធ្វើការចុះឈ្មោះដោយរបៀបណាអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញសម្រាប់អ្នកដែលគាត់បានធ្វើការបង្កើតនៅ Exchange Binance តាមរយៈ link របស់ខ្ញុំឬក៏ប្រើប្រាស់នៅ code របស់ខ្ញុំដែលខ្ញុំបានដាក់នៅលើអេក្រង់នៃវីដេអូនេះណាអ្នកទាំងអស់គ្នានឹងទទួលបាននៅអត្ថប្រយោជន៍បាទសម្រាប់ការត្រួតផងដែរអូខេអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការចុះឈ្មោះដោយរបៀបណាប៉ុន្តែរបៀបនៃការបំពេញនៅ KYC ខ្ញុំនឹងយកវីដេអូចាស់ដើម្បីដាក់តបង្ហាញទៅកាន់អ្នកទាំងអស់គ្នាណាដោយសារតែ Binance គឺมันអាចប្រើប្រាស់បាទទៅលើអត្តសញ្ញាណប័ណ្ណមួយបង្កើតបានពី3 account ឡើយអ្នកទាំងអស់គ្នាមានអត្តសញ្ញាណប័ណ្ណមួយគឺបង្កើតបានតែមួយ account តែប៉ុណ្ណោះអញ្ចឹងបើសិនជាយើងធ្វើការបង្កើតទទួលបានជោគជ័យហើយគួរតែថែរក្សានៅ email ថែរក្សានៅពាក្យសម្ងាត់របស់យើងឲ្យបានត្រឹមត្រូវព្រោះយើងមិនអាចធ្វើការបង្កើតបានម្ដងទៀតឡើយអូខេអញ្ចឹងឥឡូវកុំឲ្យខាតពីយូរខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅ Exchange មួយនេះប៉ុន្តែអ្នកនរគ្នាត្រូវមើលវីដេអូនេះឲ្យបានយល់ជាមុនសិនណាពីដើមរហូតដល់ចប់ចាំអ្នកនរគ្នាធ្វើការចុះឈ្មោះអូខេព្រោះនៅក្នុងវីដេអូនេះគឺខ្ញុំសម្រាយទាំងអស់តែម្ដងនឹងអញ្ចឹងវាទៀតថាពេលនេះអ្នកនរគ្នាកំពុងតែទស្សនាវីដេអូរបស់ខ្ញុំដើម្បីធ្វើការបង្កើតនៅ Exchange មួយនេះអ្នកនរគ្នាត្រូវចូលទៅខាងក្រោមនៃវីដេអូរបស់ខ្ញុំដោយចុចទៅលើចំណងជើងឬក៏ title ណាអូខេនៅពេលដែលចុចទៅលើចំណុចហ្នឹងហើយអ្នកនរគ្នានឹងឃើញ link មួយគឺនៅខាងលើតែម្ដងអ្នកនរគ្នាចុចទៅលើ link ហ្នឹងទៅនឹងចូលទៅកាន់ទម្រង់នៃការចុចឈ្មោះហើយប៉ុន្តែសម្រាប់អ្នកដែលគាត់មិនបានធ្វើការចុចទៅលើ link របស់ខ្ញុំទេគាត់ download app តាមរយៈ Play Store ឬក៏ App Store ណាអ្នកនរគ្នាអាចធ្វើការចុចឈ្មោះបន្ទាប់មកពេញនៅ referral code របស់ខ្ញុំដែលមានបាទ199 072ណាអូខេតោះឥឡូវយើងចូលមកកាន់រឿងយើងដោយចុចទៅលើ link នេះមកណាចុចទៅលើ link ហ្នឹងបន្ទាប់ពីអ្នកនរគ្នាចុចទៅលើ link ហ្នឹងហើយអ្នកនរគ្នានឹងចូលមកកាន់ទម្រង់នៃការបំពេញនៅ email ហើយនៅត្រង់ចំណុចនេះគឺគេបានបញ្ជាក់ដែរ email ឬក៏ phone number អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើការបង្កើតនៅ exchange នេះគឺមានពីរជម្រើសគឺយើងអាចដាក់ email ក៏បានដាក់លេខទូរស័ព្ទដៃក៏បានប៉ុន្តែតាមការ recommend របស់ខ្ញុំគិតថាអ្នកនរគ្នាគួរតែប្រើ email ទៅព្រោះវាមានសុវត្ថិភាពខ្ពស់ហើយសម្រាប់អ្នកដែលមិនទាន់ចេះធ្វើការបង្កើតនៅ email អាចមើលវីដេអូនៅខាងក្រោមនៃវីដេអូមួយនេះអូខេអញ្ចឹងនៅកន្លែងនេះខ្ញុំសូមធ្វើការដាក់ email របស់ខ្ញុំនឹងឥឡូវខ្ញុំបានធ្វើការបំពេញនៅ email រួចរាល់ហើយបាទសម្រាប់ email នេះខ្ញុំសូមធ្វើការបិទបាំងព្រោះអ្នកនរគ្នាបច្ចុប្បន្នស្គាល់ email អញ្ចឹងខ្ញុំចុចទៅលើ next អូខេបន្ទាប់ពីយើងចុចទៅលើ next គឺខាង Binance គេនឹងផ្ញើកូដទៅកាន់ email របស់យើងណាអញ្ចឹងយើងចុចទៅកាន់ Gmail ចុចទៅលើ Gmail នេះមកបាទបន្ទាប់ពីចុចទៅលើ Gmail អ្នកនរគ្នានឹងឃើញនេះគេដាក់ថា Binance ណាគឺប្រអប់សារនឹងមួយយើងចុចទៅលើនឹងមកបន្ទាប់មកយើងនឹងឃើញបាទនៅកូដនេះបាទនេះពាក្យសម្ងាត់ទាំង6ខ្ទង់យើងចុចទៅលើហ្នឹងហើយយើងចុចទៅលើ copy អូខេដល់ពេលដែលយើង copy រួចរាល់យើងចេញពីកន្លែងហ្នឹងយើងចូលមកកាន់ exchange របស់យើងវិញណាចូលមកកាន់កន្លែងដែលយើងចុះឈ្មោះហ្នឹងណាបន្ទាប់មកយើងគ្រាន់តែផាសនេះមកណាសកត់ផាសមកបាទតែប៉ុណ្្នឹងអ្នកនរគ្នានឹងឃើញនេះយើងនឹងចូលមកកាន់ទម្រង់មួយទៀតគឺជាទម្រង់នៃការដាក់នៅពាក្យសម្ងាត់អញ្ចឹងសម្រាប់ពាក្យសម្ងាត់នេះគឺមានគ្នាយើងច្រើនដែលគាត់ដាក់មិនទទួលបានជោគជ័យអញ្ចឹងបើសិនជាយើងដាក់មិនជោគជ័យអ្នកនរគ្នាត្រូវធ្វើការផ្លាស់ប្ដូរណាអញ្ចឹងខ្ញុំឧទាហរណ៍ដោយបើកភ្នែកកន្លែងនេះបង្ហាញនៅពាក្យសម្ងាត់ចូលទៅថាអ្នកនរគ្នាឈ្មោះអីគេឈ្មោះដាវីវ៉ាន់ឧទាហរណ៍ណាបាទដាវីវ៉ាន់គឺយើងត្រូវផ្ដើមនៅអក្សរធំឬអក្សរទូចឬក៏លេខសញ្ញាផ្សេងអ្នកនរគ្នាត្រូវមើលបាទ3ខាងក្រោមនេះផងដោយមើលយ៉ាងណាឲ្យឃើញគ្រីទាំងអស់ណាបាទអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់12 13 14ណាអូខេអ្នកនរគ្នាគឺគ្រីហើយប៉ុន្តែដើម្បីឲ្យមានសុវត្ថិភាពខ្ពស់អ្នកនរគ្នាត្រូវធ្វើការថែមនៅសញ្ញាផ្សេងបាទឬក៏យើងថែមនៅសញ្ញាដុល្លារអីចឹងទៅសំខាន់លើអ្នកនរគ្នាទេដើម្បីឲ្យមានសុវត្ថិភាពរបស់យើងហើយយើងត្រូវចងចាំនៅពាក្យសម្ងាត់ទាំងអស់នេះណាមិនមែនចេះតែដាក់ហើយភ្លេចទេអូខេអ្នកនរគ្នាប្រហែលយល់ណាបាទអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការដាក់ដោយខ្លួនឯងតែឥឡូវខ្ញុំបានធ្វើការដាក់រួចរាល់ហើយបន្ទាប់មកខ្ញុំចុចទៅលើ pattern next អ្នកនរគ្នាក៏ចុចទៅលើ pattern next នេះដូចគ្នាអូខេបន្ទាប់ពីយើងចុចទៅលើ pattern next ហើយអ្នកនរគ្នាអាច save កន្លែងនេះក៏បានឬក៏អត់ក៏បានដែរណាយើង save ទៅដើម្បីមានភាពងាយស្រួលក្នុងការចងចាំនេះអ្នកនរគ្នានឹងឃើញហើយបាទគឺការបង្កើតនៅ exchange មួយនេះគឺទទួលបានជោគជ័យហើយបាទគឺជាជោគជ័យមួយជំហានតែប៉ុណ្ណោះហ្នឹងអញ្ចឹងដើម្បីឲ្យជោគជ័យបន្ថែមទៀតអ្នកនរគ្នាអាចចុចទៅលើ pattern next អូខេចុចទៅលើ pattern next ហ្នឹងទៅអូខេនៅពេលដែលយើងចុចទៅលើ Internet យើងនឹងចូលមកកាន់ទម្រង់មួយទៀតបាទគឺជាទម្រង់នៃការ download app ទៅកន្លែងនេះគឺសម្រាប់ Android បើសិនដោយសារតែទូរស័ព្ទដៃខ្ញុំ Android បើសិនជាទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នា
ជាទូរស័ព្ទដៃ iPhone គឺវានឹង load iOS ហើយណាអូខេអ្នកនរគ្នាអាចចុចទៅលើថាបាទ Android download ចុចកន្លែងហ្នឹងបន្ទាប់ពីចុចកន្លែងហ្នឹងគឺយើងនឹងចូលមកកាន់ទម្រង់នេះអ្នកនរគ្នាអាចចុចទៅលើបាទ Play Store កន្លែងនេះបាទ Google Play បាទ Google Play Store ចុច2ដងមកគឺយើងនឹងចូលទៅកាន់ទម្រង់នៃការ download ហើយណាអញ្ចឹងនៅពេលដែលយើង download បាទកន្លែងហ្នឹងរួចរាល់ហើយចុចទៅលើថា open ណាហ្នឹងហើយនេះគឺជាជំរើសទី1អញ្ចឹងឧទាហរណ៍ទី2បើសិនជាអ្នកនរគ្នាមិនបានចុចកន្លែងមិញទេអញ្ចឹងយើងចុចឈ្មោះរួចរាល់ហើយយើងត្រូវចុចទៅលើ Play Store ហើយបន្ទាប់មកយើងអាចចុច search ណានេះគឺមានករណីពីរបើសិនជាយើងអត់ចុចកន្លែងមិញយើងអាចចូលមកកាន់ Play Store ដើម្បី download យើងគ្រាន់តែ search ពាក្យថា Binance អញ្ចឹងមកអូខេ Binance ហើយយើងឃើញនៅខាងលើហ្នឹងយើងចុចកន្លែងហ្នឹងមកនេះបាទអញ្ចឹងយើងចុចកន្លែងហ្នឹងគឺយើង download មកគឺដូចគ្នាតែម្ដងណាហើយអ្នកនរគ្នាត្រូវចាំយើងចុចទៅលើពាក្យថា open ហើយអ្នកនរគ្នាត្រូវធ្វើយ៉ាងណាយើងត្រូវធ្វើការ log in ចូលទៅកាន់ account របស់យើងដោយចាំនៅ email ដែលយើងបានដាក់ហើយក៏ត្រូវតែចាំនៅពាក្យសម្ងាត់របស់យើងដែលយើងបានធ្វើការដាក់មុននេះនៅពេលដែលចុះឈ្មោះដែរអូខេតោះឥឡូវដោយសារតែខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណដើម្បីបន្ថែមទៀតឡើយដូចនេះហើយខ្ញុំនឹងធ្វើការបង្ហាញដោយយកវីដេអូពីមុនយកមកដាក់តបង្ហាញទៅកាន់អ្នកនរគ្នាបន្ថែមណាអូខេអញ្ចឹងតាមដានជាមួយខ្ញុំបន្ថែមទៀតបន្ទាប់ពីយើងធ្វើការដំឡើង app មួយនេះដោយទទួលបានជោគជ័យហើយអ្នកនរគ្នាគ្រាន់តែចុចទៅលើពាក្យថា open ហ្នឹងមកបើយើងចុចទៅលើ open បាទនៅពេលដែលយើងចុចទៅលើ open នេះយើងនឹងចូលមកកាន់ទម្រង់បែបនេះនៅពេលដែលចូលមកកាន់ទម្រង់បែបនេះហើយអ្នកនរគ្នាយើងចុចទៅលើ OK អ្នកនរគ្នាអាចធ្វើការជ្រើសរើសនៅភាសាមកណាក្នុងពេលបច្ចុប្បន្ននេះក៏មានភាសាខ្មែរដែរអ្នកនរគ្នាអាចធ្វើការ scroll បាទឡើងទៅលើទៅដើម្បីធ្វើការរកមើលណាអញ្ចឹងខ្ញុំនឹងធ្វើការរើសជាភាសាអង់គ្លេសបន្ទាប់មកខ្ញុំចុចទៅលើ Next នៅខាងក្រោមបន្ទាប់ពីយើងចុចទៅលើ Next អ្នកនរគ្នាយើងនឹងឃើញទម្រង់បែបនេះទម្រង់បែបនេះគឺគេដាក់ថាបាទសម្រាប់អ្នកថ្មីបាទជាមួយនឹង crypto ណាឬក៏អ្នកនរគ្នាយកមួយណាក៏បានដែរប៉ុន្តែឧទាហរណ៍ថាយើងអ្នកថ្មីតែម្ដងយើងអាចយកខាងលើនេះតែម្ដងទៅណាយើងអាចយកទៅហ្នឹងបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់បែបនេះនៅពេលដែលចូលមកកាន់ទម្រង់នេះអ្នកនរគ្នាត្រូវកលេចមកមើលខាងក្រោមព្រោះទម្រង់នេះគឺជាទម្រង់នៃការ sign up ទេយើងបានធ្វើការចុចឈ្មោះរួចរាល់ហើយតាមរយៈ website ដែលខ្ញុំបានធ្វើការបង្ហាញមុននេះអញ្ចឹងអ្នកនរគ្នាត្រូវចុចទៅលើថា log in នៅខាងក្រោមយើងយកពាក្យថា log in បន្ទាប់ពីយើងចុចទៅលើថា log in ហើយអ្នកនរគ្នាត្រូវធ្វើការបំពេញនៅ email របស់យើងដែលយើងបានធ្វើការចុចឈ្មោះមុននេះអញ្ចឹងខ្ញុំនឹងធ្វើការបំពេញបាទឥឡូវខ្ញុំបានធ្វើការបំពេញរួចរាល់ហើយបន្ទាប់ពីបំពេញនៅ email រួចរាល់អ្នកនរគ្នានឹងឃើញពាក្យថា next អញ្ចឹងយើងចុចទៅលើថា next អូខេបន្ទាប់ពីយើងចុចទៅលើថា next អ្នកនរគ្នាអាចធ្វើការរងចាំបន្តិចបាទឥឡូវយើងនឹងចូលមកកាន់ទម្រង់មួយទៀតនេះគឺជាទម្រង់នៃការបំពេញនៅ password ដូចខ្ញុំបានបញ្ជាក់អញ្ចឹងកន្លែងដែលដើរតួសំខាន់ដែលយើងមិនអាចភ្លេចបានគឺ email ហើយនិង password នេះហើយសម្រាប់ email និង password គឺយើងត្រូវធ្វើការ log in ចូលទៅកាន់ Binance របស់យើងអញ្ចឹងខ្ញុំនឹងធ្វើការបំពេញនៅ password ឥឡូវខ្ញុំបានធ្វើការដាក់នៅ password រួចរាល់ហើយបន្ទាប់ពីយើងធ្វើការបំពេញនៅ password រួចរាល់យើងគ្រាន់តែចុចទៅលើថា next អូខេបន្ទាប់ពីយើងចុចទៅលើថា next អ្នកនរគ្នាយើងនឹងអាចធ្វើការ log in ចូលទៅកាន់ account របស់យើងប៉ុន្តែគ្រាន់ថាមុននឹងចូលបានយើងត្រូវចូលទៅកាន់ email របស់យើងដើម្បីយកនៅលេខកូដយកមកបំពេញនៅត្រង់ចំណុចនេះសិនតោះឥឡូវយើងចូលមកកាន់ Gmail របស់យើងអ្នកនរគ្នានឹងឃើញបាទគឺប្រអប់សារមួយយើងចុចទៅលើនឹងមកហើយបន្ទាប់មកយើងយកម្រាមដៃបាទ copy ចុចសកត់តិចទៅយើង copy ដដែលហើយយើងចេញពីកន្លែងហ្នឹងយើងចូលមកវិញណាយើងគ្រាន់តែផាសបញ្ចូលបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់នៃការបំពេញនៅ KYC តែម្ដងសម្រាប់ exchange នីមួយៗគឺដើរតួសំខាន់មែនទែនបាទសម្រាប់ការធ្វើ KYC នេះបើសិនជាយើងធ្វើ KYC មិនជាប់ទេអ្នកនរគ្នាក៏ពិបាកក្នុងការវេលុយចេញចូលឬក៏យើងពិបាកក្នុងការផ្ទុកលុយនៅក្នុង exchange នឹងដែរអញ្ចឹងហើយអ្នកនរគ្នាអាចមើលពីរបៀបនៃការធ្វើ KYC ជាមួយនឹងការបង្ហាញរបស់ខ្ញុំបន្ថែមខាងលើនេះអ្នកនរគ្នានឹងឃើញយើងឃើញ Cambodia ហើយបើសិនជាយើងនៅប្រទេសផ្សេងគឺយើងអាចធ្វើការរើសនៅប្រទេសផ្សេងទៅដូចសម្រាប់ country នេះក៏អញ្ចឹងដែរអ្នកនរគ្នាត្រូវធ្វើការរើសនៅប្រទេសដែលយើងកំពុងតែរស់នៅដូចគ្នាអញ្ចឹងខាងក្រោមនេះគឺអ្នកនរគ្នាត្រូវធ្វើការរើសការបំពេញនៅ KYC ដែលមានដូចជា ID card បាទតញ្ញាណប័ណ្ណប័ណ្ណបើកបរ passport ឬក៏សិភ័យគ្រួសារជាដើមអញ្ចឹងហើយយើងអាចធ្វើការរើសខាងលើនេះគេដាក់ថា recommend ហើយយើងអាចប្រើនៅអត្តសញ្ញាណប័ណ្ណរបស់យើងទៅអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើចំណុចផ្សេងទៅចោះឧទាហរណ៍អ្នកនរគ្នាបានអត់ឃើញនៅត្រង់ចំណុចហ្នឹងទេបើសិនជាយើងចូលមកអត់ឃើញចំណុចហ្នឹងណាអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំខ្វែងចោលតែម្ដងទៅអូខេខ្ញុំខ្វែងចោលបើសិនជាយើងមិនចុចកន្លែងហ្នឹងទេអ្នកនរគ្នានឹងឃើញទម្រង់បែបនេះវិញណាហ្នឹងហើយអញ្ចឹងវាអត់អីត្រូវពិបាកទេគឺយើងត្រូវតែធ្វើ KYC ដដែលទេអ្នកនរគ្នាយើងអាចចុចទៅលើ verify identity ណាយើងអាចចុចកន្លែងហ្នឹងបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់ហ្នឹងដដែលទេណាបាទទម្រង់ហ្នឹងដដែលអញ្ចឹងហើយកន្លែងនេះលោតមកកាន់ទម្រង់នៃប្រទេសកម្ពុជារបស់យើងដែលយើងកំពុងតែរស់នៅហើយយើងអាចធ្វើការរើសកន្លែងនេះយើងរើសដោយខ្លួនឯងអញ្ចឹងខ្ញុំយក ID card អត្តសញ្ញាណប័ណ្ណខ្ញុំចុចទៅលើថា continue អូខេបន្ទាប់មកទៀតអ្នកនរគ្នានឹងចូលមកកាន់ទម្រង់មួយទៀតកន្លែងនេះគឺជាទម្រង់នៃការ verify បាទជាមួយនឹង document របស់យើងណាបន្ទាប់មកកន្លែងនេះគឺអ្នកនរគ្នាអាចធ្វើការ upload ជាអត្តសញ្ញាណប័ណ្ណរបស់យើងចូលក៏បានឬក៏យើងធ្វើការថតផ្ទាល់ក៏បានខាងក្រោមនេះគឺយើងត្រូវធ្វើការថតដោយផ្ទាល់ហើយខាងលើនេះគឺយើងត្រូវធ្វើការ verify ដោយ upload នៅអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងហើយកុំឲ្យពិបាកអ្នកនរ
គ្នាត្រូវធ្វើការថតនៅអត្តញ្ញាណប័ណ្ណរបស់យើងឲ្យរួចរាល់ទៅទាំងផ្ទៃខាងមុខនិងផ្ទៃខាងក្រោយណាអញ្ចឹងឧទាហរណ៍ថាយើងយក upload បាទយក upload ខាងលើអញ្ចឹងយើងចុចទៅលើថា continue បន្ទាប់មកអ្នកនរគ្នាគ្រាន់តែធ្វើការ upload នៅអត្តញ្ញាណប័ណ្ណរបស់យើងគឺខាងលើនេះបាទគឺផ្ទៃខាងមុខហើយខាងក្រោមនេះគឺ upload អត្តញ្ញាណប័ណ្ណរបស់យើងនៅផ្ទៃខាងក្រោយអញ្ចឹងឧទាហរណ៍នេះគឺជាការឧទាហរណ៍ព្រោះខ្ញុំអត់មានអត្តញ្ញាណប័ណ្ណណាដើម្បីធ្វើការបង្ហាញទៅកាន់អ្នកនរគ្នាបន្ថែមទៀតឡើយអញ្ចឹងហើយខ្ញុំគ្រាន់តែចុចទៅលើ upload នៅខាងលើហើយខ្ញុំចុច allow នេះមកអូខេបន្ទាប់មកយើងត្រូវធ្វើការរើសនៅអត្តញ្ញាណប័ណ្ណរបស់យើងមកណាអញ្ចឹងខ្ញុំឧទាហរណ៍តែម្ដងខ្ញុំឧទាហរណ៍ថាខ្ញុំអត់មានអត្តញ្ញាណប័ណ្ណទេខ្ញុំគ្រាន់តែឧទាហរណ៍តែប៉ុណ្ណោះបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចុចទៅលើនេះមកអូខេបន្ទាប់មកយើងនឹងឃើញអត្តញ្ញាណប័ណ្ណរបស់យើងគឺជាប់នៅខាងលើឃើញទេបាទហើយបន្ទាប់មកខាងក្រោមនេះគឺយើងយកអត្តញ្ញាណប័ណ្ណផ្ទៃខាងក្រោយណាផ្ទៃខាងក្រោយអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចទៅលើនេះមកអ្នកនរគ្នានឹងឃើញអត្តញ្ញាណប័ណ្ណរបស់យើងផ្ទៃខាងក្រោយគឺនៅត្រង់ចំណុចហ្នឹងតែម្ដងបន្ទាប់មកទៀតអ្នកនរគ្នាគ្រាន់តែចុចទៅលើបាទ continue នៅខាងក្រោមនេះណាយើងចុចទៅលើ continue បន្តមកទៀតយើងចុចទៅលើ continue ម្ដងទៀតហើយបន្តមកអ្នកនរគ្នាអាចធ្វើការរងចាំបាទកន្លែងនេះគឺជាទម្រង់នៃការ scan នៅផ្ទៃមុខរបស់យើងណាអ្នកនរគ្នាឃើញហើយបាទអញ្ចឹងយើងគ្រាន់តែចុចទៅលើ continue មកដើម្បីធ្វើការ scan នៅផ្ទៃមុខរបស់យើងណាយើងចុចទៅលើហ្នឹងមកហើយបន្តមកអ្នកនរគ្នាយើងគ្រាន់តែយកខាងលើហ្នឹងមកណាបន្តមកយើងនឹងចូលមកកាន់ទម្រង់នៃការ scan ផ្ទៃមុខដោយអ្នកនរគ្នាបានមើលអញ្ចឹងគឺយើងអាចមើលរូបខាងក្រោមនេះមកណាយើងអាចបែរឆ្វេងបែរស្ដាំញញឹមហាមាត់អីទៅតាមការបង្ហាញរបស់គេទៅបន្តមកគឺយើងនឹងចូលមកកាន់ទម្រង់នេះគឺជាទម្រង់មួយនៃការបំពេញនៅឈ្មោះរបស់យើងណាដោយសារតែកន្លែងនេះគឺមានជាប់ឈ្មោះតែប៉ុន្តែគ្រាន់ថាជាប់ជាភាសាខ្មែរអញ្ចឹងខ្ញុំនឹងធ្វើការផ្លាស់ប្ដូរតំណែងចេញអស់ដោយខាងលើគឺយើងត្រូវធ្វើការដាក់នៅឈ្មោះពិតរបស់យើងអ្នកនរគ្នាណាឈ្មោះអីគឺយើងដាក់ឈ្មោះនឹងមកជាភាសាអង់គ្លេសហើយខាងក្រោមគឺយើងត្រូវធ្វើការដាក់នៅនាមត្រកូលអញ្ចឹងខ្ញុំសូមធ្វើការដាក់សិនអូខេឥឡូវខ្ញុំបានដាក់រួចរាល់ហើយបន្ទាប់មកគឺយើងអាចកលេចមកមើលខាងក្រោមនេះផងដែរខាងក្រោមនេះគឺថ្ងៃខែឆ្នាំកំណើតរបស់យើងណាបាទដែលខាងដើមនេះគឺជាឆ្នាំហើយកណ្ដាលនេះគឺជាខែហើយខាងចុងខាងស្ដាំនេះគឺជាថ្ងៃកំណើតរបស់យើងណាហើយបន្ទាប់មកគឺយើងអាចកលេចមកមើលកន្លែងនេះបាទកន្លែងនេះគឺជាភូមិឃុំរបស់យើងខ្ញុំសូមធ្វើការលុបកន្លែងហ្នឹងដាក់ជាភាសាអង់គ្លេសវិញសិនហ្នឹងហើយកន្លែងហ្នឹងគឺយើងត្រូវធ្វើការដាក់ជាភាសាអង់គ្លេសបាទបើសិនជាមិនចេះយើងអាចឲ្យគេធ្វើការដាក់ឲ្យទៅណាខាងក្រោមនេះគឺជា postal code យើងដាក់12000ហើយខាងក្រោមនេះគឺយើងដាក់ខេត្តរបស់យើងបាទយើងនៅខេត្តកំពង់ស្ពឺគឺយើងដាក់កំពង់ស្ពឺនៅភ្នំពេញគឺយើងដាក់ភ្នំពេញទៅបន្ទាប់មកយើងនឹងឃើញបាទកន្លែងនេះគឺដាក់ថា under review យើងត្រូវធ្វើការរងចាំរយៈពេល15នាទីទើបយើងអាចចូលទៅមើលវិញថាតើការផ្ទៀងផ្ទាត់របស់យើងនឹងត្រឹមត្រូវដែរឬក៏អត់អីចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាមុននេះគឺខ្ញុំបានធ្វើការបង្ហាញរួចរាល់ហើយពីរបៀបនៃការបង្កើតនៅ Exchange Binance ហើយនឹងរបៀបនៃការធ្វើ KYC និយាយទៅគឺយើងនៅតែមួយចំណុចទៀតទេបាទគឺចំណុចចុងក្រោយនេះគឺរបៀបនៃការបំពេញនៅប្រព័ន្ធសុវត្ថិភាពដើម្បីឲ្យ account របស់យើងនឹងកាន់តែរឹងមាំមានន័យថាវាមានសុវត្ថិភាពខ្ពស់ណាខ្ញុំសូមបញ្ជាក់ថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបង្កើតនៅ Exchange Binance ហើយនៅពេលដែលយើងធ្វើការបំពេញនៅ KYC រួចរាល់អ្នកទាំងអស់គ្នាត្រូវធ្វើការរងចាំ15នាទីនៅពេលដែលយើងរងចាំ15នាទីក្រោយគឺអ្នកទាំងអស់គ្នាត្រូវតែចូលមកមើលទៀតដើម្បីឲ្យដឹងថាតើការធ្វើ KYC របស់យើងនេះទទួលបានជោគជ័យហើយឬក៏នៅមិនមែនថាឲ្យតែធ្វើ KYC ដឹងតែទទួលបានជោគជ័យទេលុះត្រាតែអ្នកនរគ្នាធ្វើឲ្យបានត្រឹមត្រូវផងដែរខ្ញុំសូមបញ្ជាក់ថាចេះនៅពេលដែលយើងនិយាយទៅខ្ញុំបានបញ្ជាក់រួចរាល់ហើយប៉ុន្តែគ្រាន់តែខ្ញុំសូមបញ្ជាក់ឡើងវិញដើម្បីឲ្យការធ្វើ KYC របស់យើងទទួលបានជោគជ័យ 100% ទី1គឺអ្នកនរគ្នាត្រូវតែធ្វើការថតនៅអត្តសញ្ញាណប័ណ្ណរបស់យើងនឹងនិយាយទៅគឺយើងកុំថតហើយគឺប៉ុណ្ណាគឺប៉ុណ្ណឹងយើងកុំធ្វើការក្របវាបាទមានន័យថាយើងកាត់វាអីចឹងទៅយើងមិនចាំបាច់ធ្វើចឹងទេអ្នកនរគ្នាត្រូវធ្វើការថតនៅផ្ទៃខាងមុខហើយនិងផ្ទៃខាងក្រោយហ្នឹងនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ជាពិសេសពាក់ព័ន្ធទៅលើការ scan នៅផ្ទៃមុខរបស់យើងណាបាទយើងធ្វើតាមគេបែរមុខទៅឆ្វេងបែរមុខទៅស្ដាំងើយមុខទៅលើបាទអោនមុខចុះក្រោមឬក៏យើងញញឹមអីសោចអីចឹងណាយើងធ្វើតាមគេប៉ុន្តែក៏ជាកន្លែងដែលមានពន្លឺគ្រប់គ្រាន់ដែរបើសិនជាអ្នកនរគ្នាធ្វើដែលអត់មានកន្លែងដែលអត់មានពន្លឺអញ្ចឹងការឃើញផ្ទៃមុខរបស់យើងគឺអត់ច្បាស់ទេនៅពេលដែលអត់ច្បាស់គឺអ្នកនរគ្នានឹងមិនអាចធ្វើ KYC នេះទទួលបានជោគជ័យឡើយនៅត្រង់ចំណុចនេះគឺសំខាន់មែនទែននៅពេលដែលយើងមានលុយមានអីច្រើននៅក្នុងហ្នឹងបើសិនជា account របស់យើងមានបញ្ហាគឺគេទាមទារពាក់ព័ន្ធទៅលើ KYC នេះផងដែរណាបាទគឺគេឲ្យយើង scan ឲ្យអីចឹងទៅហ្នឹងអញ្ចឹងឥឡូវចូលមកកាន់រឿងយើងវិញបន្ទាប់ពីយើងធ្វើការបំពេញនៅ KYC ហើយយើងធ្វើការរងចាំរយៈពេល15នាទីក្រោយយើងចូលមកកាន់គណនីរបស់យើងវិញបាទដោយដាក់ email ហើយនិង password មកនៅពេលដែលយើងចូលមកកាន់ទម្រង់នេះគឺអ្នកនរគ្នាទៅចុចកន្លែងនេះចុចកន្លែងនេះបាទចុចកន្លែងហ្នឹងមកហើយបន្ទាប់មកអ្នកនរគ្នានឹងឃើញនេះយើងឃើញពាក្យថា verify នេះ verify ហ្នឹងគឺload ពណ៌រៀងត្រួយចេកហ្នឹងឯងគេមានពាក្យថា verify ឬក៏អ្នកនរគ្នាអាចចុចទៅលើកន្លែងនេះមកក៏យើងឃើញដែរណា verify នៅកន្លែងនេះគឺទទួលបានជោគជ័យហើយមានន័យថាការបំពេញរបស់យើងគឺទទួលបានជោគជ័យហ្នឹងហើយអញ្ចឹងអ្នកនរគ្នាខ្ញុំសូមបញ្ជាក់បន្ថែមថានៅពេលដែលអ្នកនរគ្នាត្រូវធ្វើការបំពេញនៅព័ត៌មានចុងក្រោយគឺពាក់ព័ន្ធទៅលើការបំពេញនៅប្រព័ន្ធសុវត្ថិភាពណាអ្នកនរគ្នាអាចមើលកន្លែងនេះយើងនឹងឃើញពាក្យថា security ណាយើងអាចចុចកន្លែងហ្នឹងមកអញ្ចឹងទៅកន្លែងនេះគឺវាមានការ update ខ្លះអ្នកនរគ្នាត្រូវធ្វើការបំពេញអស់មកត្រង់ចំណុចហ្នឹងណាបាទអ្នកនរគ្នាអាចធ្វើការចុចកន្លែងនេះមកដើម្បីឃើញបន្ថែមនេះឃើញទេតែប្រព័ន្ធសុវត្ថិភាពគឺនៅចំណុចបាទទី2នេះតែម្ដងណាចំណុចទី2ខាងលើនេះក៏ជាចំណុចសំខាន់ដែរមានន័យថាpasskey នេះគឺអ្នកនរគ្នាត្រូវតែនិយាយទៅទូរស័ព្ទដៃខ្លះ
គឺវាមានបញ្ហាកន្លែងហ្នឹងដែរអញ្ចឹងមានន័យថាតលតែទូរស័ព្ទដៃរបស់យើងគឺយើងធ្វើការដោះសោដោយមានការ scan ម្រាមដៃណាអញ្ចឹងអ្នកនរគ្នាអាចធ្វើការបំពេញកន្លែងហ្នឹងឲ្យគ្រីសបានអញ្ចឹងយើងអាចឲ្យគ្រីសចំនួន3ចំណុចហ្នឹងទៅអញ្ចឹងដោយសារតែនីតិវារៀងវែងដែរអញ្ចឹងខ្ញុំប្រហែលជាអាចធ្វើវីដេអូនេះប្រហែលជារៀងវែងអញ្ចឹងខ្ញុំអត់អាចបង្ហាញកន្លែងនេះបានទេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងពីរបៀបនៃការបំពេញនៅប្រព័ន្ធសុវត្ថិភាពមួយនេះឲ្យទទួលបានជោគជ័យអ្នកនរគ្នាអាចចូលទៅខាងក្រោមនៃវីដេអូទៅណាចូលទៅខាងក្រោមនៃវីដេអូរបស់ខ្ញុំនឹងធ្វើការដាក់ link វីដេអូរបៀបនៃការបំពេញនៅប្រព័ន្ធសុវត្ថិភាពនៅចំណុចនេះតែម្ដងណាអ្នកនរគ្នាអាចចូលមើលទៅព្រោះនីតិរៀងវែងដែរអញ្ចឹងខ្ញុំសូមបែកថយក្រោយដើម្បីបញ្យល់បន្ថែមចំណុចនេះអ្នកនរគ្នាត្រូវតែធ្វើការនេះខ្ញុំសូមបង្ហាញទីសិនការប្រើប្រាស់អ្នកនរគ្នាត្រូវមើលមកវាមាន2ណាមាន Binance Pro ហើយនិង Binance Lite អ្នកនរគ្នាអាចចូលមកកន្លែង logo របស់យើងនេះមកបន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យថា Binance Lite កន្លែងនេះណាបើសិនជាយើងចុចចេះមកអ្នកនរគ្នានឹងឃើញនេះការប្រើប្រាស់នៅ Binance របៀបនេះគឺការប្រើប្រាស់ដូចវាមិនទូលំទូលាយបាទអត់ទូលំទូលាយទេអញ្ចឹងហើយយើងអាចចូលមកកន្លែងនេះមកហើយយើងចុចទៅលើ Pro នេះវិញមកណាបាទយើងចុចចឹងទៅគឺយើងនឹងឃើញបាទការប្រើប្រាស់ Binance របស់យើងនឹងវាទូលំទូលាយឬក៏វាមានភាពងាយស្រួលជាងមុនអូខេអញ្ចឹងអ្នកនរគ្នាសម្រាប់វីដេអូនេះខ្ញុំដូចជាអត់មានអ្វីច្រើនជាងនេះទេឡើយខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ